សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់ជួបគ្នាម្ដងទៀតជាមួយខ្ញុំសុកហៀងវីដេអូមុនគឺយើងនិយាយអំពីកុងតឺទ័រណាកុងតឺទ័រដែរប៉ុន្តែយើងនិយាយទៅនឹងsequence របស់កុងតឺទ័រអញ្ចឹងថ្ងៃមុនគឺខ្ញុំបញ្យល់ហើយកន្លែងនេះណាកន្លែង sequence កុងតឺទ័រនេះខ្ញុំបញ្យល់ហើយអញ្ចឹងមុននឹងយើងចូលទៅរបៀបភ្ជាប់ហើយនឹងរបៀបមើលសេមារបស់វាភ្ជាប់ពីណាទៅណាយើងត្រូវស្វែងយល់បេតុងសិនស្វែងយល់បេតុងដើម្បីយើងភ្ជាប់បានគឺយើងត្រូវមានបេតុង stop បេតុង start SO ហើយនិង F1 អញ្ចឹងទៅហើយកុងតឺទ័រនេះ detector របស់យើងអញ្ចឹងខាងលើនេះគេហៅថា sequence ជាក់ស្ដែងខាងក្រោមនេះគេហៅថា sequence បច្ចេកទេសអញ្ចឹងវាខុសគ្នាណាការគូសខុសគ្នាប៉ុន្តែការគូសរូបរាងវាខុសគ្នាប៉ុន្តែក្នុងន័យតែមួយអញ្ចឹងណាបាទហេតុអីបានថាខុសគ្នាបងប្អូនយើងមើលកន្លែងនេះកុងតឺទ័រនេះហើយនឹងកុងតឺទ័រនេះអញ្ចឹងកុងតឺទ័រខាងលើនេះគេហៅថារូបជាក់ស្ដែងកុងតឺទ័រខាងក្រោមនេះគេហៅថាបច្ចេកទេសប៉ុន្តែបេតុង start stop គឺដូចគ្នាខុសគ្នាកន្លែងហ្នឹងទេអញ្ចឹងអ្វីដែលយើងត្រូវមើលថ្ងៃហ្នឹងមុនគេគឺយើងមើលបេតុងនេះបងប្អូនស្គាល់បេតុងហ្នឹងសិនมันអាចធ្វើដំណើរការបានទាក់ទើនឹងកុងតឺទ័រអញ្ចឹងបេតុងគឺរូបរាងវាអត់ដូចគ្នាទេវាមានខ្លះក៏រូបរាងដូចរបស់ខ្ញុំហ្នឹងទៅអ្នកខ្លះក៏បេតុងខ្លះក៏មិនអញ្ចឹងដែរអញ្ចឹងបេតុងនេះគឺខ្ញុំចង់និយាយទៅនឹងជើងវាសិនមុននឹងយើងស្គាល់បេតុងនេះមុននឹងយើងចាប់ដើមតបានអញ្ចឹងខាងក្រហមនេះបើយើងមើលទៅមានន័យថាខាងក្រហមនេះគឺជើងវាជាប់គ្នាណាមានថាជើងជាប់អញ្ចឹងជើងនេះជើងពីរនេះបើសិនជាយើងវាស់អូម៉ែត្រវានឹងស្រែកវាស្រែកទៀតតែជើងខៀវនេះបើយើងវាស់អូម៉ែត្រវានឹងចំហវាអត់ស្រែកទេប៉ុន្តែបេតុងពីរនេះគឺដើរប្រច្រាស់គ្នាយើងមើលជាក់ស្ដែងបេតុងហ្នឹងពេលដែលយើងមិនទាន់ចុចខាងក្រហមនេះវាជាប់គ្នាប៉ុន្តែពេលដែលយើងចុចតែខាងក្រហមនឹងចំហខាងខៀវនេះជាប់វិញប៉ុន្តែចង់បញ្ជាក់ថាបេតុងវាមានតែបេតុងចុចទៅជាប់វាមានតែបេតុងទៅចុចហើយយើងដកដៃវារមូតវិញវាមកវិញស្ទាបដើមវិញណាប៉ុន្តែបេតុងខ្ញុំលើកយកមកនិយាយនេះគឺបេតុងប្រភេទចុចទៅជាប់ដកដៃមកវិញអញ្ចឹងណាហ្នឹងគឺខ្ញុំនិយាយបេតុងហ្នឹងអញ្ចឹងដើម្បីយើងមើលនិមិត្តសញ្ញារបស់វាបានយើងមើលឡើងនេះបេតុង stop ខាងក្រហមបេតុង start គឺខាង Q ណាអញ្ចឹងយើងងាកមកខាងលើរបស់យើងវិញបាទរបៀបតវិញជាក់ស្ដែងយើងមើលជាក់ស្ដែងសិនទៅនឹងកុងតឺទ័រយើងត្រូវស្គាល់អំពីជើងរបស់វាឲ្យច្បាស់បានយើងងាយក្នុងការភ្ជាប់របស់វាណាអញ្ចឹងយើងមើលតាមជាក់ស្ដែងយើងមើលឡើងកន្លែងនេះគឺ EDC មានន័យថាភ្លើងរត់របស់យើងចូលមក detector ឆ្លងកាត់ detector គឺយើងមកចូលបេតុង stop យើងដឹងហើយថាម៉េចគឺ stop ខាងក្រហមណាខាងក្រហមអញ្ចឹងលេខវាតំណាងរបស់វាគឺលេខ1និងលេខ2ហើយនិមិត្តសញ្ញាវាគឺអញ្ចេះណាមានន័យថាជើងពីរនេះគឺវាជាប់គ្នាពេលដែលយើងចុចបាច់មកគឺវាផុតមកធ្វើឲ្យភ្លើងនឹងដាច់ហ្នឹងខាង stop ហើយពេលខាង start គេតំណាងឲ្យ F1 មានឲ្យវាចំហគេវាចំហដូចខ្ញុំនិយាយមកអញ្ចឹងគឺខាង Q គឺវាចំហពេលដែលយើងចុចបាច់ទៅគឺអាជើងពីរហ្នឹងវាជាប់គ្នាវាឆ្លងភ្លើងតាមរយៈហ្នឹងវាបញ្ចូលជើងលេខ A1 ដោយយើងនិយាយពីខាងដើមហើយថាជើង A1 នេះគឺជាជើង bobin ឬក៏ជាជើង magnetic អញ្ចឹងយើងត្រូវតែដាក់ភ្លើងមកចូលដល់វាមួយឃើញទេពេលដែលយើងដាក់ភ្លើងចូលវាមួយគឺវាមានខាងភ្លើងមកហើយប៉ុន្តែភ្លើងវាអត់មករួចទេដោយសារអីដោយសារតែវាចំហទៅត្រឹមបេតុង start វាចំហតាមហ្នឹងអញ្ចឹងភ្លើងមកអត់រួចទេចំណែកម៉ាស់គឺយើងចូល detector គ្នាប៉ុន្តែយើងត្រូវដែរមកចូល A2
AP គឺជាខាងម៉ាស់ណាខាងម៉ាស់នៅ converter អត់មានគូសទេប៉ុន្តែនៅក្នុងរូបនៅក្នុង converter ផ្ទាល់គឺមាន AP ពេលបងប្អូនទិញមកឃើញហើយណាឃើញមាន AP អញ្ចឹងពេលដែលយើងតមក complex ខាងខ្មៅគឺចូល AP ខាងភ្លើងគឺចូល A1 ប៉ុន្តែខាងភ្លើងត្រូវការឆ្លងកាត់បេតុងណាឆ្លងកាត់បេតុងដើម្បីយើងអាចបញ្ជាstop បានឬក៏ start បានអញ្ចឹងពេលដែលយើងចង់ឲ្យកុងតឺទ័រនេះដើរយើងគ្រាន់តែចុច start ពុបមកគឺភ្លើងវាឆ្លងកាត់តាមរយៈនេះមកចូល A1 អញ្ចឹងកុងតឺទ័រនេះវានឹងមានភ្លើងហើយអញ្ចឹងវាបើកកុងតឺទ័រទៅក្រោមប៉ុន្តែពេលដែលយើងលែងដៃវានឹងទៅវិញអញ្ចឹងណាវាទៅវិញអញ្ចឹងយើងឧទាហរណ៍ថាដូចជាម៉ូទ័រយោងស៊ីម៉ងម៉ូតូក្រែម៉ូទ័រក្រែនអីយើងចង់ឲ្យវាទាញឡើងលើចុះក្រោមអីគឺយើងប្រើរបៀបហ្នឹងណាកុងតឺទ័រគឺយើងយកទៅបំបែកបានច្រើនណាយើងមិនមែនបានប៉ុណ្្នឹងឯងគាត់ថាក្នុងការបរៀនគឺយើងលើកទ្រុសបង្ហាញទ្រុសឲ្យបងប្អូនយល់ពេលដែលបងប្អូនស្វែងយល់បន្ថែមចេះហើយយើងអាចបំបែកខ្លួនឯងបានហើយទៅចឹងទៅណាជើងអស់នេះដូចខ្ញុំបញ្យល់ពីខាងលើហើយអញ្ចឹងបងប្អូនអាចសារមើលទៅអា L1 L2 តែ1តែ2តែ3ហ្នឹង A2 A1 NC NO ហ្នឹងគឺបញ្យល់នៅមេរៀននេះខាងលើនេះអញ្ចឹងបងប្អូនអាចមើលវីដេអូខាងលើណាហ្នឹងហើយអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចតាក់ទងកុងតឺទ័រវាគឺជាមេដែកមួយដែលយើងយកទៅភ្ជាប់ជាមួយស៊ីគ្វីដែលមានអនុភាពខ្ពស់អញ្ចឹងមានន័យថាកុងតឺទ័រនៅក្នុងកុងតឺទ័រវាមានប្រព័ន្ធជួយពន្លត់ព្រៃភ្លើងមិនឲ្យស្នឹមឬក៏ច្រេះទេព្រោះ disjunction យើងអាចបិទបើកបានទេបិទបើកវាធ្វើឲ្យវាទ្រក់ជើងឬខូចជើងវាខ្មៅប៉ុន្តែកុងតឺទ័រគឺយើងមិនទោះមួយថ្ងៃហ្នឹងវាលុត100ដង200ដងក៏វាអត់ស្នឹមជើងដែរនេះគឺជាគុណសម្បត្តិរបស់កុងតឺទ័រណាព្រោះវាមានប្រព័ន្ធមួយក្នុងនេះគឺជួយពន្លត់ព្រៃផ្កាភ្លើងដែលយើងចម្លងភ្លើងទៅលើប្រាក់អីហ្នឹងបើសិនធម្មតាខ្មៅច្រេះឬក៏លាកប៉ុន្តែនៅជើងនេះអត់លាកទេបើសិនតែយើងដាក់ត្រូវអំពីវាអញ្ចឹងនេះរបៀបភ្ជាប់មេរៀនទី1អញ្ចឹងយើងភ្ជាប់ step វាអញ្ចឹងធ្វើ step បានបងប្អូនយល់យើងភ្ជាប់ដំបូងដំណាក់កាលហ្នឹងបន្ទាប់មកនេះបច្ចេកទេសទេប៉ុន្តែតែមួយទេណាតែមួយទេចេះតែមួយទេកន្លែងហ្នឹងគាត់ថាមួយបច្ចេកទេសមួយជាក់ស្ដែងអញ្ចឹងមេរៀនទី1កន្លែងហ្នឹងអញ្ចឹងពេលយើងចូលមេរៀនទី2នេះកន្លែងនេះមេរៀនទី2វារៀងប្រែប្រួលបន្តិចប្រែប្រួលទៅនឹងស៊ីគ្វីនេះគឺលំហាត់ទី2ស៊ីគ្វីបញ្ជាម៉ូទ័រថិតថេរចុចបើកបេតុងចុចកុងតាក់ទៅជាប់ដោយសារលេខ13 14គូសបែបជាក់ស្ដែងអញ្ចឹងមានន័យថាស៊ីគ្វីនេះពេលដែលយើងចុចបេតុងពុបមកកុងតឺទ័រហ្នឹងគឺវាលុកជាប់ហ្មងវាលុកទៅក្រោមហ្មងណាមានតែយើងដកដៃមកវិញក៏អត់អីដែរតែបើស៊ីគ្វីខាងលើវិញតែយើងដកដៃគឺវាទៅតាមដៃវិញប៉ុន្តែស៊ីគ្វីនេះពេលយើងចុច start point ទៅវាលុកជាប់យើងចង់ឈប់វាទៅយើងចុចប៊ីតុង stop ទៅបានវាមកវិញហើយខាងក្រោមនេះដូចគ្នាដែរគ្រាន់តែថាមួយជាក់ស្ដែងមួយបច្ចេកទេសណាបច្ចេកទេសអញ្ចឹងលំហាត់ក្រោយចាំយើងលើកនេះយកមកនិយាយណាតែលំហាត់ថ្ងៃនេះគឺយើងនិយាយតែខាងលើនេះបានដែរព្រោះខាងលើនេះវាជាប់មេរៀនមុនអញ្ចឹងបើសិនជាបងប្អូនមានកុងតឺទ័រស្រាប់អនុវត្តតាមនេះទៅគឺធ្វើបានហើយណាធ្វើម្ដងមក step តាមខ្ញុំអ្វីដែលខ្ញុំណែនាំមកទៅបានព្រោះមកសាលាក៏ខ្ញុំបញ្យល់បែបហ្នឹងដែរណាហ្នឹងហើយគាត់ថាមកសាលាយើងទ្រូនិយាយគ្នាវាទល់មុខគ្នាអញ្ចឹងណាតែបើតាមYouTube គេលោតាមវីដេអូគេលោថាយើងមិនបាននិយាយគ្នាបន្ទាប់មកយើងរៀនភ្ជាប់ម៉ូទ័រនេះម៉ូទ័រអ
dương trong ai motor này đá dương cho start dương trong ai motor này chop dương cho stop chẳng secret នេះគឺសំខាន់សម្រាប់បងប្អូនយើងដែលមិនចង់ប្រើ dictator កាច់ចុះកាច់ឡើងយើងប្រើជាបេតុងstop ហើយនឹង start ហ្មងអញ្ចឹងណាអញ្ចឹងមេរៀនហ្នឹងគឺតែប៉ុណ្ណឹងដាក់សិនទៅណាហ្នឹងហើយយើងមានច្រើនទៀតណាមានច្រើនគឺសភៅនេះមេរៀនច្រើនណាបាទតែអ្វីដែលយើងត្រូវធ្វើគឺយើងធ្វើតាមដំណាក់កាលវាបើបងប្អូនមើលហើយមានរបស់អនុវត្តឆាប់ចេះណាតែបើសិនជាយើងអត់មានរបស់អនុវត្តទេមិនងាយចេះទេដោយសារតែវារៀងស្មុគស្មាញដែរប៉ុន្តែបងប្អូនយើងដែលធ្លាប់ធ្វើភ្លើងហើយចង់អនុវត្តបន្ថែមចង់អភិវឌ្ឍខ្លួនបន្ថែមមើលទៅងាយយល់ទេហ្នឹងហើយបើយើងបញ្យល់ជាច្បាស់ដែរមិនលាក់លៀមទេជាទូទៅខ្ញុំបញ្យល់នៅលើតែរូបភាពមែនទេខ្ញុំមិនតទេដោយសារតែតវាអាចនឹងយើងថតទៅវាអាចខ្សែរញ៉ៃបងប្អូនយើងតាមអត់តាន់បាក់មើលអញ្ចឹងហើយមិនខ្ញុំធ្វើលើនឹងវិញឲ្យតែយល់អំពី diagram នេះពីណាទៅណាបងប្អូនយើងអាចធ្វើបានហើយអញ្ចឹងណាបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបងប្អូនយើងឆ្ងល់អាចសួរបន្ថែមបានអរគុណសូមជម្រាបលា